គ្មាននរណាម្នាក់ចង់ចាក់ចេញពីផ្ទះប្រសិនបើផ្ទះអាចផ្ដល់ក្តីសង្ឃឹមបានគ្រប់គ្រាន់ឃ្លាខ្លីមួយនេះបានឆ្លុះបញ្ចាំងពីជីវិតពិតរបស់ពលករបរទេសរាប់លាននាក់ដែលសម្រេចចិត្តចាក់ចេញពីទឹកដីកំណើតទៅរស់នៅនិងធ្វើការនៅឯប្រទេសឆ្ងាយពួកគេមិនបានទៅដើម្បីស្វែងរកភាពសប្បាយរីករាយនោះទេប៉ុន្តែទៅដើម្បីស្វែងរកឱកាសសម្រាប់ក្តីស្រមៃនិងអនាគតរបស់គ្រួសារមនុស្សជាច្រើនមើលឃើញត្រឹមតែប្រាក់ខែរបស់ពលករប៉ុន្តែមិនបានមើលឃើញពីញើសឈាមដែលហូរចេញរាល់ថ្ងៃមិនបានឃើញដៃដែលប្រេះស្រាំដោយសារការងារធ្ងន់និងមិនបានឃើញទឹកភ្នែកដែលហូរនៅពេលយប់និងពេលនឹកផ្ទះនៅពីក្រោយការផ្ញើលុយមកផ្ទះជារៀងរាល់ខែគឺមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងដែលមិនអាចវាស់តម្លៃបានដោយទឹកប្រាក់ជីវិតនៅបរទេសមិនមែនស្រស់ស្អាតដូចនៅក្នុងរូបភាពនោះទេព្រឹកឡើងប្រញាប់ទៅធ្វើការល្ងាចត្រឡប់មកបន្ទប់តូចមួយហូបបាយសាមញ្ញហើយត្រៀមខ្លួនសម្រាប់ថ្ងៃស្អែកថ្ងៃខ្លះឈឺក៏ត្រូវទៅធ្វើការព្រោះការសម្រាកមានន័យថាប្រាក់ចំណូលក៏អាចបាត់បង់ដែរមានខ្លះនិយាយលេងថានៅស្រុកខ្មែរខ្ញុំភ្ញាក់ពីគេងដោយសម្លេងមន់រងាវមកដល់បរទេសខ្ញុំភ្ញាក់ដោយសម្លេងម៉ោងរោហើយភ័យជាងសម្លេងមន់រងាវទៅទៀតព្រោះបើក្រោកយឺតគឺយឺតប្រាក់ខែសំណើចនេះធ្វើឲ្យមនុស្សញញឹមប៉ុន្តែនៅពីក្រោយសំណើចមានការពិតដែលពលករគ្រប់រូបបានជួបប្រទះការលំបាកមួយទៀតគឺឧបសគ្គផ្នែកភាសាវប្បធម៌និងចំណីអាហារពេលចាប់ដើមដំបូងមិនសូវចេះនិយាយមិនសូវចេះហូបមិនសូវយល់ពីរបៀបរស់នៅមិនហ៊ានសួរគេព្រោះខ្លាចនិយាយខុសតែដោយការអត់ធ្មត់ពួកគេរៀនពីមួយថ្ងៃទៅមួយថ្ងៃរហូតអាចសម្របខ្លួនបាននេះជាភស្តុតាងមនុស្សយើងអាចរីកចម្រើនបានប្រសិនបើមិនបោះបង់សម្រាប់ពលករជាច្រើនថ្ងៃឈប់សម្រាកមិនមែនសម្រាកដើរលេងទេប៉ុន្តែជាថ្ងៃបោកខោអាវសម្អាតបន្ទប់ទិញម្ហូបនិងទូរស័ព្ទទៅកាន់គ្រួសារពេលឮសំឡេងកូននិយាយថាប៉ាម៉ាក់តើពេលណាត្រឡប់មកផ្ទះគឺជាសំឡេងដែលធ្វើឲ្យបេះដូងរឹតតែឈឺទោះចង់ត្រឡប់ទៅយ៉ាងណាក៏ត្រូវញញឹមហើយនិយាយថាចាំបន្តិចទៀតណាប៉ាកំពុងខំធ្វើការដើម្បីអនាគតរបស់កូនជីវិតពលករក៏បង្រៀនឲ្យស្គាល់តម្លៃនៃប្រាក់ផងដែរប្រាក់មួយកាក់មួយសេនដែលរកបានគឺចេញពីញើសនិងកម្លាំងដូច្នេះពួកគេមិនហ៊ានចំណាយខ្ជះខ្ជាយទេព្រោះដឹងថានៅផ្ទះមានមនុស្សជាច្រើនកំពុងរងចាំក្តីសង្ឃឹមពីប្រាក់ដែលពួកគេផ្ញើទៅមានពេលខ្លះពលករមានអារម្មណ៍ហត់រហូតចង់បោះបង់ប៉ុន្តែពេលមើលរូបថតគ្រួសារក៏នឹកឃើញស្នាមញញឹមរបស់ឪពុកម្ដាយនិងកូនកម្លាំងចិត្តត្រឡប់មកវិញនេះហើយជាអ្វីដែលហៅថាសេចក្តីស្រឡាញ់ដែលជំរុញឲ្យមនុស្សអាចឆ្លងកាត់ការលំបាកបានគ្រប់យ៉ាងជីវិតមិនបានវាស់ថាអ្នកធ្វើការនៅប្រទេសណាទេប៉ុន្តែវាវាស់ថាអ្នកខិតខំប៉ុណ្ណាការងារគ្រប់ប្រភេទសុទ្ធតែមានកិត្តិយសប្រសិនបើមានការងារបើសិនជាការងារនោះជាការងារសុចរិតមិនថាអ្នកជាកម្មកររោងចក្រកសិករបុគ្គលិកសំណង់ឬអ្នកបម្រើការងារផ្នែកសេវាកម្មនោះទេអ្នកកំពុងប្រើកម្លាំងនិងសមត្ថភាពរបស់ខ្លួនដើម្បីកសាងអនាគតសូមកុំមើលងាយខ្លួនឯងព្រោះអ្នកជាពលករផ្ទុយទៅវិញចូលមានមោទនភាពថាអ្នកជាមនុស្សដែលហ៊ានចាកចេញពីតំបន់សុខស្រួលដើម្បីតស៊ូសម្រាប់ក្តីស្រមៃថ្ងៃនេះអ្នកប្រហែលជានឿយហត់ប៉ុន្តែថ្ងៃស្អែកការខិតខំរបស់អ្នកនឹងក្លាយទៅជាលទ្ធផលដ៏មានតម្លៃមួយជាចុងក្រោយសូមផ្ញើកម្លាំងចិត្តទៅកាន់ពលករបរទេសទាំងអស់សូមឲ្យអ្នកមានសុខភាពល្អសុវត្ថិភាពក្នុងការងារនិងជោគជ័យគ្រប់ភារកិច្ចសូមកុំបោះបង់ក្តីស្រមៃព្រោះគ្មានការតស៊ូណាដែលគ្មានតម្លៃនោះទេហើយត្រូវចាំថាញើសដែលស្រក់នៅថ្ងៃនេះអាចក្លាយជាស្នាមញញឹមរបស់គ្រួសារនៅថ្ងៃស្អែកការនឿយហត់របស់ពលករមិនមែនជាការបរាជ័យទេប៉ុន្តែជាស្ពានស្ពុះទៅរកអនាគតដែលប្រសើរជាងមុន